ខ្ញុំទទួលបានព័ត៌មានមួយគឺអត់ល្អនោះទេដោយសារតែមានចៅបានឆក់កាបូបសង្សាររបស់គ្រីស្ទហើយដោយបងប្អូនដឹងស្រាប់ហើយថាគ្រីស្ទបានផ្សព្វផ្សាយពីប្រទេសកម្ពុជាផ្សព្វផ្សាយអំពីទេសចរផ្សព្វផ្សាយអំពីអ្វីដែលល្អរបស់កម្ពុជាយើងទៅកាន់ពិភពលោកច្រើនខ្លាំងមែនទែនអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាម៉ោងហ្នឹងគ្រីស្ទហើយនឹងសង្សាររបស់គាត់ត្រូវបានចៅឆក់កាបូបលុយហើយនៅក្នុងកាបូបហ្នឹងគឺមានតាំងពី passport មានតាំងពី master card visa card និងឯកសារផ្សេងគឺឆក់ទៅទាំងអស់តែម្ដងអញ្ចឹងកន្លែងនេះខ្ញុំសូមសំណូមពរទៅកាន់បងសមត្ថកិច្ចបងជួយធ្វើយ៉ាងណាចាប់ជនដៃដល់ឬក៏ចោលនឹងឲ្យបានហើយបកគលនៅទ្រព្យសម្បត្តិទាំងអស់ជូនទៅគ្រីស្ទវិញដើម្បីយើងកសាងទំនុកចិត្តពីគាត់មកវិញហើយដូចបងប្អូនដឹងស្រាប់ហើយថាគាត់មានបណ្ដាញសង្គមធំណាស់គាត់ក៏ជាផ្នែកមួយដែលជួយឲ្យពិភពលោកឲ្យភ្ញៀវបរទេសដទៃទៀតបានស្គាល់កម្ពុជាហើយមកលេងកម្ពុជាផងដែរបើសិនជារូបភាពហ្នឹងត្រូវបានផ្សព្វផ្សាយទៅហើយយើងអត់បានកសាងទំនុកចិត្តពីគាត់មកវិញទេយើងនឹងខាតច្រើនខ្លាំងមែនទែនដូច្នេះម៉ោងនេះបើសិនជាបងប្អូនបានឃើញវីដេអូមួយនេះសូមបងប្អូនជួយចែករំលែកបន្តជាបន្ទាន់ដើម្បីធ្វើយ៉ាងណាឲ្យបងសមត្ថកិច្ចគឺថាលោកចាត់វិធានការឬក៏ចាប់បាចោលនឹងឲ្យបានហើយយកទ្រព្យសម្បត្តិទាំងអស់ហ្នឹងកាបូបលុយក៏ដូចជាឯកសារផ្សេង passport និង visa card master card ហ្នឹងឲ្យទៅគ្រីស្ទវិញព្រោះម៉ោងនេះគ្រីស្ទហើយនឹងសង្សាររបស់គាត់មានការភ័យតក់ស្លុតខ្លាំងមែនទែនបងប្អូននេះមិនមែនជារឿងល្អទេហើយវានឹងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិរបស់យើងព្រោះដោយសារអីបងប្អូននេះមិនមែនជាការឆក់មនុស្សធម្មតាទេគឺឆក់អ្នកដែលបង្កើតមាតិកាដ៏ល្បីមួយរូបទាំងនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជានៅលើឆាកអន្តរជាតិចំណុចនេះគឺជាចំណុចរសើបចំណុចនេះគឺជាចំណុចបញ្ហាអញ្ចឹងកន្លែងនេះចំពោះទិសដៅដែលចោលឆក់ហ្នឹងខ្ញុំរំពឹងទុកថាបងអាជ្ញាធរបងសមត្ថកិច្ចនឹងមានការរឹតបន្តឹងកន្លែងហ្នឹងមួយកម្រិតបន្ថែមទៀតហើយខ្ញុំនៅតែសង្ឃឹមថាបងសមត្ថកិច្ចនឹងអាចចាប់ចោលខាងលើហើយប្រគល់សម្ភារៈលុយកាក់ឯកសារផ្សេងទៅកាន់គ្រីស្ទនិងសង្សាររបស់គាត់វិញបានអរគុណបងប្អូនជម្រាបលា